គ្នាដែលជីឡានក្រុងរបៀបថាគេងតែយប់ហើយព្រឹកឡើងដល់ទីតាំងអត់នេះគឺជាសាច់រឿងមួយដែលខ្ញុំទទួលបានមកពីបងស្រីម្នាក់ដែលគាត់ត្រូវបានខ្មោចលងនៅលើឡានក្រុងហ្នឹងពីរអ្នកសង្សារគាត់ពីរអ្នកគាត់សឹងតែលេចនោះដាក់ខោដោយអត់មានមាត់អីមួយម៉ាត់សោះហ្មងសាច់រឿងដំបូងហ្នឹងពីរអ្នកគាត់ហ្នឹងគឺបានធ្វើដំណើរទៅលេងខេត្តសៀមរាបហើយពួកគាត់ហ្នឹងគឺបាន booking ជាមួយនឹងឡានក្រុងមួយខ្ញុំសូមអបជើញឈ្មោះទេជាប្រភេទឡានក្រុងបែបចំណាស់ដែរចឹងណាអ្នកគ្នាតម្លៃធូរថ្លៃដែរបែបមានភ្លើងបើពណ៌អីចឹងទៅហើយពួកគាត់ហ្នឹងបាន booking ឡានក្រុងរបៀបថាឡានក្រុងគេបានអីបានចឹងណាគាត់ឃើញចំណងសួរខ្លួនផឹកឡើងដល់ទីតាំងចឹងពីអ្នកគាត់ក៏បាន booking ជាមួយនឹងឡានក្រុងហ្នឹងទៅពេលដែលទៅដល់ឡានក្រុងហ្នឹងសភាពឡានក្រុងហ្នឹងមើលទៅបែបមកល្មមដែរវាមិនស្អាតពេកអីពេកអញ្ចឹងណាមកល្មមយើងជីដល់ទីតាំងដែរដល់ពេលដែលគាត់បានឡើងឡានក្រុងនឹងជាមួយនឹងសង្សារគាត់បានសួរគ្នាថាអញ្ចឹងបងឡានក្រុងនឹងមិនហ៊ានស្ងាត់មែនមើលទៅអត់សូវមានមនុស្សច្រើនអញ្ចឹងហើយសង្សារគាត់បាននិយាយថាអត់អីទេអូនមកយើងដើរលេងចង់ថ្ងៃគេធ្វើការឬក៏អត់បិណ្ឌទានអញ្ចឹងមិនសូវមានមនុស្សហើយបងស្រីហ្នឹងក៏អូខេតាមហ្នឹងទៅហើយកៅអីដែលគាត់អង្គុយហ្នឹងគឺជាកៅអីនៅខាងក្រោយគេអ្នកតាគ្នាហើយគាត់ក៏បានចាប់អារម្មណ៍ដែរថាមានណាគេងចិត្តគាត់ឬក៏ខាងក្រោមគាត់ទេដែលសារតែកៅអីគាត់គេងហ្នឹងគឺនៅជាន់ខាងលើអញ្ចឹងណាហើយមានកៅអីខាងក្រោមគេគេងអញ្ចឹងទៅពេលដែលឡានក្រុងហ្នឹងគេចិត្តចេញដំណើរអញ្ចឹងគេក៏បានប្រកាសប្រាប់អ្នកដំណើរថាម៉ោងម៉ានដល់ហើយអញ្ចឹងណាបន្ទាប់មក5នាទីក្រោយឡានក្រុងហ្នឹងក៏បានបិទភ្លើងអ្នកតាគ្នាហើយពេលដែលបិទភ្លើងហ្នឹងគឺសភាពឡានក្រុងហ្នឹងគឺល្ងឹតមែនតើភ្លឺតែកន្លែងយើងគេងដាក់ខ្នងគេងតែវាមានភ្លើងពមន់ហើយនឹងភ្លើងរាងពណ៌អីចឹងទៅដល់ពេលគាត់ដាក់បិទភ្លើងពុបអ្នកតាគ្នាដឹងមិនគេបងស្រីដែលបានចែកលេខមកខ្ញុំហ្នឹងគឺគាត់បានធំក្លិនអីឡើងស្អុយមែនតើដូចកដៅងាប់អញ្ចឹងលេងធំក្លិនហ្នឹងភីមកពីខាងក្រោមអញ្ចឹងគាត់ក៏បានប្រាប់សង្សារគាត់ថាចេះបងអើយម៉ែធំក្លិនអូនធំក្លិនដូចកដៅងាប់មិនទេហើយម៉ែធំក្លិនចេញមកពីខាងក្រោមអត់អីអញ្ចឹងណាហើយបងប្រុសហ្នឹងក៏បាននិយាយថាអូនរៀងធំក្លិនដែរតាណាគេបើករបស់ញ៉ាំឬក៏កញ្ចប់បាយអីអញ្ចឹងណាដល់ពេលបងស្រីហ្នឹងថាបងវាមិនដែលកញ្ចប់បាយណាធំក្លិនអាក្រក់អញ្ចឹងឯងហើយបងស្រីហ្នឹងគាត់មានអារម្មណ៍ថាចំហាយក្លិនស្អុយហ្នឹងគឺមកពីខាងក្រោមជាន់ក្រោមណាគេគេងក្រោមគាត់អញ្ចឹងណាអញ្ចឹងទៅគាត់ក៏បានឲ្យសង្សាររបស់គាត់នេះដែលគេងហ្នឹងគេងខាចិត្តផ្លូវដើរហ្នឹងណាអើតក្បាលមើលបងឆ្ងល់ថាអ្នកដែលសង្សារគាត់អើតក្បាលទៅខាងក្រោមកន្លែងឡានក្រុងអាថ្នាក់ក្រោមគេហ្នឹងឯងលេសង្សារគាត់បានឃើញម្រាមដៃមនុស្សស្រីពណ៌ខ្មៅក៏ចកឡើងវែងតែគ្នាហើយសភាពមើលទៅដូចសាក់សពស្លាប់យូរឆ្នាំអញ្ចឹងលើកដាក់ដៃចេញមកក្រៅអញ្ចឹងដល់ពេលហើយសង្សារគាត់បានឡើងផ្លឹកអញ្ចឹងហើយបានទៅប្រាប់សង្សារស្រីអញ្ចឹងណាថាមកបានឃើញនេះរឿងទៅដល់ពេលហើយពីអ្នកគាត់ហ៊ានមកឆោឡោហើយខ្លាចតែកងបាក់ឡាហ្នឹងគឺគាត់រេចកូតរេអញ្ចឹងណាអញ្ចឹងទៅពួកគាត់ក៏បានសំណំគេងហើយទៅដល់ភួយរបៀបថាញាក់ញ័រខ្លាចខ្លាំងមែនតើអញ្ចឹងអ្នកតាគ្នាដល់ពេលដែលឡានហ្នឹងបានធ្វើដំណើរបានប្រហែលជា2ម៉ោងអីចឹងណាឡានក្រុងគឺគេឈប់សម្រាកដើម្បីឲ្យអ្នកដែលធ្វើដំណើរហ្នឹងគេបាត់ជើងតូចជើងធំចឹងទៅហើយក្នុងអំឡុងពេលដែលឡានក្រុងហ្នឹងឈប់អត់បាត់ជើងតូចអ្នកតាគ្នាគឺបងស្រីបងប្រុសហ្នឹងគឺគាត់អត់នៅលើឡានហ្នឹងទេគាត់ត្រូវតែចុះជាមួយគេគាត់គិតថាបើសិនជាគាត់នៅលើឡានហ្នឹងទៀតគាត់ប្រហែលជាខ្មោចលងគាត់លឺដើមហើយស្រាប់តែពេលដែលឡានក្រុងនឹងបើកភ្លើងអ្នកតាគ្នាគាត់ចុះមកគាត់អាចមើលកន្លែងខំហ្នឹងគឺអត់មានមនុស្សនៅទេអញ្ចឹងពីអ្នកគាត់ដឹងហើយថាគឺខ្មោចលងពីអ្នកគាត់អញ្ចឹងពីអ្នកគាត់ហ្នឹងក៏បានរៀបចំចុះពីឡានក្រុងនឹងហើយលេងពីអ្នកគាត់ក៏លែកទៅមើលឡានក្រុងម្ដងទៀតរបៀបថាអស់ចិត្តណាលេងអ្នកតាគ្នាអើយស្រាប់តែឃើញមានមនុស្សស្រីរបៀបថាសក់វែងមុខអីឡើងស្វាយឡើងរបៀបអាឡាលួយហើយដៃដល់ក៏ចកវែងហើយលេងកេងកន្លែងគាត់កេងពីអ្នកហ្នឹងបងតែគ្នាកេងឲ្យម៉ែមកកញ្ចក់ផ្អៀងមើលអញ្ចឹងណាដល់ពេលឲ្យពីអ្នកគាត់ស្រីប្រុសហ្នឹងគឺអាក៏នឹងនិយាយអាក្រក់មួយពីអ្នកគាត់គឺកំពុងតែរៀបបាត់ជើងធំចឹងទៅគាត់ណាឃើញចឹងទៅពីអ្នកគាត់បាត់ចន្ទប់លេងចេញបដៅលុថាគេអាំងទាំងពីរនេះដល់ពេលឲ្យគេសម្រាប់10នាទីជាងហើយគេឡើងវិញចឹងទៅពីអ្នកគាត់ឡើងរងខ្លួនមែនតើណាតាគ្នាអើយហៅប្រាប់គេក៏អត់ហ៊ានប្រាប់អញ្ចឹងណាកុំឲ្យគេភ័យព្រោះថាចិត្តដល់កន្លែងណែទៅពីអ្នកគាត់ក៏ខំប្រឹងថាមកអត់ក៏អើយឡើងទៅគេងធម្មតាវិញទៅណាតាគ្នាដឹងមិនទេកំឡុងពេលដែលពីអ្នកគាត់គេងហ្នឹងពីអ្នកគាត់គឺអត់មានមាត់ជាមួយគ្នាសូម្បីតែមួយម៉ាត់នឹងតែខោភួយឲ្យគេងអោបគ្នា
ប៉ុន្តែមកស្អីដែលបានកេងអោបសង្សារគាត់នឹងលែងគាត់ក៏លែងឃើញខ្មោចស្រីនឹងកេងរបៀបថាអ្នកគ្នាដឹងឡានក្រុងមិនមានពីរសងខាងអញ្ចឹងពួកគាត់កេងខាងស្ដាំអញ្ចឹងនៅអាចន់លើខាងឆ្វេងនេះប្រកាសជាមើលគ្នាឃើញគ្រាន់តែថាគេមានវ៉ាំងណូតអញ្ចឹងបើសិនជាអត់មនុស្សគេបើកវ៉ាំងណូតអញ្ចឹងទៅដល់ពេលមកស្រីនឹងកេងបែរមកឆ្វេងផ្អៀងអោបសង្សារគាត់លែងគាត់ក៏លែងឃើញខ្មោចស្រីដែលមានសភាពអាក្រក់ខ្លាំងមែនតើហ្នឹងលែងកេងមើលបែរមកគាត់អញ្ចឹងមកសារនឹងដឹងថាច្បាស់100%តែម្ដងវាមិនមែនជាការយល់ច្រឡំសមកអីគឺច្បាស់ខ្លាំងមែនតើហើយគាត់ក៏បានហៅសងសារគាត់ឲ្យមើលទៀតចឹងណាតែគ្នាពីរអ្នកគាត់គឺពេលហ្នឹងដល់តែគ្នាដឹងមិនទេបងប្រុសហ្នឹងគាត់ឡើងញ័រទៅធ្វើមួយបងស្រីអញ្ចឹងណាដល់ពេលជីឡានក្រុងនឹងបានមកស្ទុះទៅពីរអ្នកគាត់ហ្នឹងក៏ដល់ទីតាំងទៅហើយចាប់ពីពេលដែលពួកគាត់បានត្រូវបានខ្មោចលងនៅលើឡានក្រុងនឹងហើយថ្ងៃទី3ដែលគាត់ចេញមកពីខេត្តសៀមរាបមកពេញវិញហ្នឹងគឺពួកគាត់ booking ជាមួយនឹងឡានក្រុងជីពេលប្រាប់បាក់អង្គុយធម្មតាវិញគឺគាត់លេងជីអាឡានក្រុងបែបដេកមានភ្លើងរ៉ូមែនទិកហ្នឹងពួកគាត់មាន experience មួយគឺ